ក្នុងវីដេអូនេះយើងនឹងធ្វើការសិក្សាអំពីទ្រង់ទ្រាយនៃអត្ថបទទ្រង់ទ្រាយនៃអត្ថបទវាមានដូចជា crash trade មានបន្ទាត់ពីក្រោមមានបន្ទាត់នៅកណ្ដាលអាទាំងអស់ហ្នឹងឯងសុទ្ធតែជាទ្រង់ទ្រាយនៃអត្ថបទឥឡូវយើងរៀន3ដែលសំខាន់ជាងគេសិនមួយគឺ crash មួយទៀតគឺ trade ហើយមួយទៀតគឺមានបន្ទាត់ពីក្រោមដើម្បីធ្វើឲ្យអត្ថបទមួយ crash គឺយើងត្រូវប្រើ B tag ដែល B នេះពាក្យពេចន៍របស់វាគឺ bold មានន័យថា crash ហ្នឹងឯងហើយដើម្បីឲ្យអត្ថបទមួយ trade គឺយើងប្រើ I tag I នេះពាក្យពេចន៍របស់វាគឺ italic មានន័យថា trade ស្តៀងគ្នានឹងដែរបើចង់ឲ្យអត្ថបទមួយមានបន្ទាត់ពីក្រោមគឺយើងត្រូវហុំអត្ថបទនោះដោយ U tag ដែល U នេះពាក្យពេចន៍របស់វាគឺ underline ហើយយើងចាប់ផ្ដើមយកវាទៅអនុវត្តតែម្ដងឥឡូវខ្ញុំមានឯកសារមួយដែលមានកូដខ្លះហើយនៅក្នុងហ្នឹងក៏តែវាគ្មានអីទេកូដហ្នឹងវាមាន HTML tag ធម្មតាហ្នឹងហើយ head tag ក្នុង head tag ហ្នឹងមាន title tag សម្រាប់កំណត់ចំណងជើងហើយចំណងជើងខ្ញុំដាក់ថាទ្រង់ទ្រាយអត្ថបទហើយមាន body tag ជាធម្មតាវាផ្លែកត្រង់អាកន្លែងនេះមួយអាកន្លែងហ្នឹងអ្នកទាំងអស់គ្នាមិនបាច់ទាន់ដឹងពីអាហ្នឹងទេអ្វីដែលខ្ញុំត្រូវសរសេរគឺខ្ញុំត្រូវសរសេរនៅក្នុង body tag ពីព្រោះខ្ញុំចង់ឲ្យវាបង្ហាញជារូបរាងមកឥឡូវយើងចាប់ផ្ដើមសរសេរកូដយើងវិញខ្ញុំសរសេរពាក្យថា crash និង trade ហើយមុនពាក្យថា crash នេះខ្ញុំបើក B tag មួយហើយខ្ញុំបិទនៅក្រោយពាក្យថានឹងនេះហើយមុនពាក្យថានឹងនេះខ្ញុំបើក I tag មួយហើយខ្ញុំបិទនៅក្រោយពាក្យថា trade ចម្លើយដែលចេញមកអ្នកទាំងអស់គ្នាអាចស្មានបានហើយគឺវាចេញមកបែបនេះខ្ញុំឃើញថាពាក្យ crash នេះគឺវាទទួលឥទ្ធិពលនៃ B tag ដូច្នេះវាមានធាតុ crash នៅក្នុងនឹងហើយគឺឃើញថាវា crash ហើយអានឹងនេះអ្នកទាំងអស់គ្នាមើលនៅក្នុងកូដយើងឃើញថាអានឹងនេះក៏ទទួលបានឥទ្ធិពលនៃធាតុ crash ដែរហើយលើពីនេះទៅទៀតវាក៏ទទួលឥទ្ធិពលពីធាតុ trade ដែរដូច្នេះវា crash ផង trade ផងដូចលទ្ធផលអ្នកទាំងអស់គ្នាឃើញអញ្ចឹងប៉ុន្តែវាខុសត្រង់អា trade នេះអា trade នេះវាអត់ទទួលឥទ្ធិពលពីធាតុ crash នេះទេពីព្រោះអាធាតុ crash នេះយើងបិទត្រឹមអាត្នេះហ្នឹងគឺវាមានឥទ្ធិពលទៅធាតុ trade ហ្នឹងទេដូច្នេះហើយបានជាចម្លើយដែលចេញមកអ្នកទាំងអស់គ្នាឃើញថាពាក្យថា crash នេះវាមានធាតុ crashហើយនឹងនេះវា crash ហើយ trade ទៀតប៉ុន្តែអា trade នេះវាអត់ crash ទេវាទៅ trade ទេអាហ្នឹងគឺជាដំណើរការនៃកូដដែលយើងបានសរសេរមិញហើយតាក់ទងទៅនឹងធាតុផ្សេងដែលយើងត្រូវរៀននៅក្នុងមេរៀនរបស់យើងនេះវាអត់ខុសគ្នាអីឆ្ងាយពីអាហ្នឹងទេរបៀបដែលវាដំណើរការគឺវាតែអញ្ចឹងឯងវាចេញប្រតិកម្មពីបើកហើយចប់ត្រឹមកន្លែងបិទគឺតែប៉ុណ្្នឹងឯងឥឡូវយើងរៀន5 6 tag ទៀតមិញបើសិនជាយើងហុំអត្ថបទមួយដោយ U tag វានឹងមានបន្ទាត់ពីក្រោមប៉ុន្តែបើសិនជាយើងចង់ឲ្យវាគូសបន្ទាត់ពីលើអត្ថបទនោះគឺយើងប្រើ del tag del នេះពាក្យពេចន៍របស់វាគឺ delete មានន័យថាលុបដែលនៅពេលដែលអត្ថបទមួយហុំដោយ del tag លក្ខណៈវាចេញមកគឺបែបនេះគឺមើលទៅដូចជាអក្សរហ្នឹងយើងគូសពីលើដើម្បីលុបវាអញ្ចឹងហើយមួយ tag ទៀតគឺ mark tag mark នេះអត់ជាអក្សរកាត់ទេវាពាក្យវាដើមគឺ mark ហ្នឹងឯងមានន័យថាគូសចំណាំនៅពេលដែលពាក្យមួយហុំដោយ mark tag លក្ខណៈចេញមកគឺដូចទៅនឹងយើងនៅសាលានៅពេលដែលយើងឆ្ងល់ត្រង់ចំណុចណាយើងតែយក first គូសចំណាំគូសពីលើអានេះចេញចម្លើយមកវាដូចតែគ្នាអញ្ចឹងនៅពេលដែលពាក្យមួយយើងហុំវាដោយ mark tag ពាក្យនោះនឹងមានពណ៌លឿងនៅពីក្រោយវាដូចដែលយើងគូសចំណាំអញ្ចឹងវាខុសត្រង់តែបើយើងប្រើ first គូសចំណាំវាគូសពីលើប៉ុន្តែអាលឿងនេះវានៅពីក្រោយអក្សរយើងហ្នឹងអាហ្នឹងវាដូចជាងាយយល់ទេហើយឥឡូវឧទាហរណ៍ថាយើងចង់សរសេរអក្សរដែលមានលក្ខណៈបែបនេះគឺវាដូចទៅនឹង x ការ៉េអា2ខាងលើនេះឲ្យវាហោះឡើងលើអញ្ចឹងតើយើងសរសេរដូចម្ដេចដើម្បីសរសេរអាហ្នឹងគឺយើងត្រូវហុំអាអក្សរតូចហ្នឹងគឺដូចក្នុងករណីយើងហ្នឹងគឺលេខ2ហ្នឹងគឺយើងត្រូវហុំវាដោយ sub tag ដែល sub នេះពាក្យពេចន៍របស់វាគឺ superscript វាមានន័យថាអក្សរតូចនៅពីលើអញ្ចឹងណាហើយនៅពេលដែលយើងសរសេរ x នេះយើងសរសេរធម្មតាទៅឯលេខ2នេះយើងហុំវាដោយ sub tag ទៅដល់ពេលចម្លើយចេញមកអាលេខ2ហ្នឹងវាតូចនៅខាងលើហើយស្តៀងគ្នានោះដែរដូចទៅនឹងការដែលយើងរៀនគីមីអញ្ចឹងវាមានសមីការទឹក H2O អញ្ចឹងណាអា2ទៅនេះអាមុន2នៅលើអា2នៅក្រោមនេះគឺយើងត្រូវហុំវាដោយ sub tag ដែល sub នេះពាក្យពេចន៍របស់វាគឺ subscript អត្ថន័យគឺមានន័យថាអក្សរតូចនៅពីក្រោមអញ្ចឹងឯងដែលពេលដែលយើងសរសេរ h នេះយើងសរសេរធម្មតាទៅអាលេខ2នេះគឺយើងហុំវាដោយ sub tag ហ្នឹងទៅបន្ទាប់ពីបិទហើយយើងវាយអក្សរ O ហ្នឹងទៅចម្លើយដែលចេញមកគឺ H នេះធម្មតា2នេះវាតូចក្រោមហ្នឹងពីព្រោះវាទទួលឥទ្ធិពលរបស់ sub tag ហើយ O ហ្នឹងវាធម្មតាហើយឥឡូវយើងរៀន2 tag ទៀតតាក់ទងទៅនឹងការសរសេរអត្ថបទនៅក្នុងអភន្តរសញ្ញាបើសិនជាយើងចង់សរសេរអត្ថបទឲ្យវាស្ថិតនៅក្នុងអភន្តរសញ្ញាគឺយើងត្រូវសរសេរអត្ថបទទាំងអស់នោះនៅក្នុង Q tag ដែល Q នេះពាក្យពេចន៍របស់វាគឺ quote នេះមានន័យថាពាក្យដែលស្រង់ចេញពីប្រភពណាមួយវាអត់អីខុសទេពីព្រោះអាពាក្យដែលនៅក្នុងអភន្តរសញ្ញាគឺជាពាក្យដែលដកស្រង់ចេញពីកន្លែងណាមួយឬក៏ចេញពីអ្នកណាម្នាក់និយាយអីហ្នឹងទៅអាហ្នឹងគឺយើងសរសេរនៅក្នុងអភន្តរសញ្ញាហើយឧទាហរណ៍ថាយើងមានអត្ថបទច្រើនអញ្ចឹងទៅយើងហុំវាដោយ Q tag ចម្លើយដែលចេញមកគឺបែបនេះនិយាយតាក់ទងទៅនឹងអភន្តរសញ្ញានៅក្នុង HTML មិនមែនមានតែ Q tag នេះមួយទេគឺយើងអាចប្រើ block quote tag បាន block quote tag នេះគឺសម្រាប់ពាក្យពេចន៍ដែលមាននៅក្នុងអភន្តរសញ្ញាហ្នឹងវាច្រើន2ទៅ3បន្ទាត់អីចឹងគេប្រើ block quote tag ហើយនៅពេលដែលអត្ថបទទាំងអស់នោះហុំដោយ block quote tag វាចេញមកលក្ខណៈបែបនេះគឺវាដាច់ដライពីគេអញ្ចឹងអត់រលាយចូលជាមួយនឹងអត្ថបទដទៃទេ
មេរៀនដែលតកតងទៅនឹងត្រង់ត្រីនៃអត្ថបទវាដូចជាចិត្តចាប់ហើយនៅសល់តែ2 3ទៀតទេឥឡូវយើងងាកថយក្រោយមើលទៅលើធាតុក្រាស់និងធាតុត្រេតធាតុក្រាស់គឺយើងប្រើ B tag ឯធាតុត្រេតយើងប្រើ I tag ប៉ុន្តែនៅក្នុង HTML ធាតុក្រាស់យើងអាចប្រើ strong tag ដែល strong នេះពាក្យដែល home port ដែល strong tag នេះគឺជាពាក្យដែលសំខាន់វាខុសពី B tag នេះ B tag នេះវាគ្រាន់តែពាក្យដែលវាក្រាស់ធម្មតាទេបាទ strong នេះក្រាស់ហើយវាបញ្ជាក់លក្ខណៈថាអាពាក្យហ្នឹងគឺវាសំខាន់ទៀតប៉ុន្តែបើយើងវារំលាយនឹងភ្នែកចម្លើយនៃការប្រើ B tag និង strong tag នេះគឺវាដូចគ្នាបែបបិទវាដូចគ្នានឹងដែរនៅ I tag នេះគឺយើងអាចប្រើផ្សេងពីនោះបានដែរគឺយើងអាចប្រើ EM tag អ្វីត្បិតតែ I tag ហើយនិង EM tag នេះចម្លើយដែលចេញមកគឺវាមានលក្ខណៈដូចគ្នាក៏ប៉ុន្តែអត្ថន័យនៃអា2 tag នេះគឺខុសគ្នា I tag នេះគឺវាគ្រាន់តែ trade តែធម្មតាទេអត់មានន័យអីទេក៏ប៉ុន្តែ EM tag នេះគឺវា trade ហើយវាគឺជាពាក្យដែលសង្កត់ឲ្យអ្នកអានហ្នឹងមើលក៏ប៉ុន្តែវាចេញចម្លើយមកដូចតែគ្នាទេនិយាយសរុបមកយើងមើលនឹងភ្នែកយើងឃើញថា B tag និង strong tag ដូចគ្នា I tag និង EM tag នេះវាដូចគ្នាដូច្នេះសរសេរអាណាក៏វាដូចតែនឹងសរសេរអាណាដែរដូច្នេះហើយជំរើសនៃការសរសេរ B tag និង strong tag ឬក៏ I tag និង EM tag នេះវាអាស្រ័យទៅនឹងអ្នកទាំងអស់គ្នាសរសេរទេបើអ្នកទាំងអស់គ្នាទម្លាប់សរសេរ B tag ក៏សរសេរទៅសរសេរ strong tag ក៏សរសេរទៅអ្នកទាំងអស់គ្នាសរសេរ I tag ក៏បាន EM tag ក៏បានវាអត់ជាបញ្ហាទេក៏ប៉ុន្តែអាពីរហ្នឹងគឺមានលក្ខណៈដាច់ឡើយពីគ្នាក៏ប៉ុន្តែអ្នកសរសេរកូដសប្តាហ៍ថ្ងៃគឺអត់សូវជាផ្ដោតសំខាន់លើអាហ្នឹងប្រហែលទេពីព្រោះវាសឹងតែមិនផ្ដល់ភាពមិនប្រក្រតីអ្វីទៅលើគេហទំព័រដែលគេកំពុងសរសេរទេបើសិនជាយើងរៀនឲ្យជ្រៅអាពីរនេះគឺវាមានលក្ខណៈខុសគ្នាមែនវាបានចែកដាច់ឡើយពីគ្នារវាងពាក្យដែលក្រាស់ធម្មតានិងក្រាស់ដែលសំខាន់តែអ្នកទាំងអស់គ្នាមិនបាច់ចាំស្វែងយល់ក៏តបានដែរខ្ញុំក៏មិនយល់ដែរខ្ញុំប្រើតាមតែទម្លាប់ដែរហ្នឹងឥឡូវតាក់ទងទៅនឹង strong tag ហើយ EM tag យើងបញ្ចប់វាត្រឹមនឹងបានហើយយើងតទៅពីរ tag ទៀតមួយគឺ site tag មួយទៀតគឺ address tag ពាក្យថា site នេះខ្ញុំបកតាមវចនានុក្រមវាមានន័យថាអគ្គដ្ឋានខ្ញុំសូមអភ័យទោសផងខ្ញុំមិនយល់ពាក្យហ្នឹងទេក៏ប៉ុន្តែខ្ញុំដឹងពីរបៀបប្រើប្រាស់នៃ site tag នេះ site tag នេះគឺ home port នៅពាក្យដែលជាចំណងជើងសភៅឬក៏ចំណងជើងបទចម្រៀងឬក៏រឿងឬក៏ជាឈ្មោះក្រុមហ៊ុនអីមួយចឹងទៅឧទាហរណ៍ថាខ្ញុំសរសេរពាក្យថាសៀវភៅអរិយធម៌ខ្មែរចឹងទៅអាពាក្យអរិយធម៌ខ្មែរទៅហ្នឹងគឺយើង home port វាដោយ site tag រីឯសម្រាប់ address tag នេះវិញ address នេះបកមកគឺមានន័យថាអាស័យដ្ឋានដូចជាផ្ទះលេខប្រមាណផ្លូវអីភូមិអីឃុំអីខេត្តណាអីចឹងណាអាហ្នឹងគឺសិតតែជាអាស័យដ្ឋានហើយអាទាំងអស់ហ្នឹងគឺយើង home វាដោយ address tag ក៏តែ address tag នេះធ្វើត្បិតតែ address បកប្រែតែអាស័យដ្ឋានមែនក៏តែក្នុងការប្រើវាគឺមិនមែនសម្រាប់តែអាស័យដ្ឋានមុខទេគឺគេប្រើវាសម្រាប់ព័ត៌មានទំនាក់ទំនងវាមានដូចជាឈ្មោះលេខទូរស័ព្ទផ្ទះម្ដុំណាផ្លូវណាភូមិអីឃុំអីប្រទេសណាអាទាំងអស់ហ្នឹងទាំងមូលហ្នឹងគឺយើង home វាដោយ address tag ហើយអត្ថបទដែល home ដោយ site tag ក៏ដោយ address tag ក៏ដោយចម្លើយដែលចេញមកគឺដូចទៅនឹង home ដោយ I tag យ៉ាងគឺពី trade ក៏តែយើងគ្រាន់តែបានប្រាប់ថាអត្ថបទហ្នឹងមិនមែនជាអត្ថបទធម្មតាទេបើអត្ថបទនោះ home ដោយ site tag យើងបានប្រាប់ថាអត្ថបទនោះគឺជាចំណងជើងនៃអ្វីមួយយ៉ាងទៅហើយបើសិនជាអត្ថបទនោះ home ដោយ address tag យើងបានប្រាប់ថាអត្ថបទនោះគឺតាក់ទងទៅនឹងព័ត៌មានទំនាក់ទំនងវាគ្រាន់តែដឹងថាអត្ថបទហ្នឹងគឺមានលក្ខណៈលើសពីអត្ថបទធម្មតាឥឡូវតាក់ទងទៅនឹងទ្រង់ទ្រាយនៃអត្ថបទយើងឃើញថាវែងឆ្ងាយហើយអ្វីដែលយើងត្រូវរៀនគឺមានតែប៉ុណ្ណឹង